សិក្សាអំពីរូបមន្ត if តោះអញ្ចឹងយើងមើលរូបមន្ត if នេះគឺយើងកំណត់4លក្ខខណ្ឌបែបនេះវិញម្ដងអញ្ចឹងការសរសេរដូចគ្នាដែរគឺយើងវាយស្មើ IS បើកវងកញ្ចក់ស្លេចលើបន្ទុកនឹងមួយបាទធំជាង90យើងខមាមកយើងបើក double apostrophe វាយពាក្យ very good ចូលបាទរួចបិទ double apostrophe វិញខមារួចយើង if តទៀតបើកវងកញ្ចក់ស្លេចលើបាទបន្ទុកនឹងដដែលបាទធំជាង70ខមាមក double apostrophe ឲ្យវាយពាក្យថា good ហើយបាត់មកវិញរួចខមាទៀតអញ្ចឹងយើងមើលទិន្នន័យដដែលហ្នឹងគឺយើងយកលឿនគឺយើងអាច copy នេះត្រឹមនេះពីខាងត្រឹម e ហ្នឹងមករួចទាញមកដល់ត្រឹមពាក្យ good នេះណារួចហើយយើងមកស្ដាមរួចចុច copy តបមកទៀតគឺយើងដាក់ cursor ពីក្រោយហ្នឹងយើងមកស្ដាមយកពាក្យ pass មកតបមកទៀតគឺយើងដូរពីបាទលក្ខខណ្ឌហ្នឹងគឺតូចបាទធំជាងស្មើ50វិញបាទអញ្ចឹងយើងដូរកន្លែងពាក្យ good ហ្នឹងឲ្យទៅជាបាទ medium បាទរួចហើយគឺយើងខមាមករួចយើងម៉ៅស្ដាមមករួចយើងផាសទៀតណារួចហើយគឺយើងដូរលក្ខខណ្ឌនេះមកតូចជាងបាទ50គឺយើងដូរកន្លែងលក្ខខណ្ឌនេះឲ្យទៅជាវែកខ្សោយអញ្ចឹងពេលគឺអស់ហើយយើងមិនបាច់បិទវងកញ្ចក់នាំទៅយូរទេ enter ម្ដងមករួចចុច OK មកបាទអញ្ចឹងចេញចម្លើយត្រូវតែម្ដងរួចคลิกលើជាប់រួចយើងអូសវាចុះក្រោមតែម្ដងអញ្ចឹងជាការស្រេចអញ្ចឹងយើងមើលផ្ទៀងផ្ទាត់លក្ខខណ្ឌទៅតើលក្ខខណ្ឌយើងត្រូវឬអត់ទេអញ្ចឹងយើងមើលនេះធំជាង90អញ្ចឹង80គឺវាចន្លោះនេះអញ្ចឹងវា good អញ្ចឹង90នេះទៅគឺវា good ដែរសួរហេតុអីអត់ចេញ very good ព្រោះយើងយកតម្លៃនេះធំជាងដាច់ខាតអញ្ចឹង90ហ្នឹងគឺនៅគឺ good ដែរលេណាអញ្ចឹងយើងមើលលក្ខខណ្ឌខាងក្រោមនេះ A បែរជាទិន្នន័យទៅ very good វិញអញ្ចឹងមានន័យថាលក្ខខណ្ឌផ្ទុយពីលក្ខខណ្ឌយើងលើនេះគឺវាទៅចេញបែបហ្នឹងវិញចុះឥឡូវយើងសាកវាយអីផ្សេងវិញឧទាហរណ៍ថាវាយ A S D យ៉ាងមកអញ្ចឹងលក្ខខណ្ឌវាគឺយកលក្ខខណ្ឌដំបូងគេនេះតែម្ដង very good អញ្ចឹងឧទាហរណ៍ថាយើងវាយនិមិត្តសញ្ញាវិញឧទាហរណ៍យើងវាយដុល្លារអញ្ចឹងលក្ខខណ្ឌនេះក៏នៅតែជាបាទលក្ខខណ្ឌទី1ដដែលគឺវាយកលក្ខខណ្ឌតំណាងទី1បាទអញ្ចឹងយើងកែទិន្នន័យនឹងឲ្យត្រូវទៅឧទាហរណ៍ថាបន្ទុកគេយ៉ាងម៉ានវិញឧទាហរណ៍បន្ទុកគេបាទ98អញ្ចឹងលក្ខខណ្ឌវាគឺ very good ត្រូវហើយអញ្ចឹងយើងសាកកែទៀតឧទាហរណ៍បន្ទុកគេត្រឹម70ទិន្នន័យនេះគឺទៅជាបាទ medium ដោយសារអីដោយសារលក្ខខណ្ឌនេះយើងយកធំជាង70ដាច់ខាតអញ្ចឹងចាប់ពី71ទៅឧទាហរណ៍ដូរទៅ71អញ្ចឹងមានន័យថាវា good វិញហើយនេះណាអញ្ចឹងយើងមើលធំជាងឬស្មើ50គឺ medium អញ្ចឹងគឺខ្ញុំវាយដូចជា50ចូលមកអញ្ចឹងគឺវាចេញ medium តែម្ដងចុះបើតូចជាង50វាចេញវែកអញ្ចឹងឧទាហរណ៍ខ្ញុំវាយ49បាទអញ្ចឹងពេលហ្នឹងវាចេញវែកមកអញ្ចឹងលក្ខខណ្ឌរបស់យើងហ្នឹងគឺត្រឹមត្រូវអស់ហើយ